ជំរាបសួរប្រិមិត្តចិត្តឆ្ងាយជាទីគោរពមតិមនុស្សចាស់ឯនៃសមុទ្រនឹងបញ្ចេញមតិទៀតបាទអំពីបញ្ហាមន្ត្រីរបស់រដ្ឋាភិបាលឲ្យតែមានមនុស្សរបៀបនេះគឺស្រុកខ្មែររលាយបាទបងប្អូនស្គាល់ហើយណាលោកសុកលូដែលជាអភិបាលខេត្តបាត់ដំបងគាត់បានមានប្រសាសន៍ថាម៉េចទេគាត់ថាថៃគឺធ្វើរបងគឺឈូសឆាយគឺធ្វើផ្លូវលើទឹកដីគេទេមិនមែនមកឈូសឆាយធ្វើរបងមកលើដីខ្មែរទេដូច្នេះកុំព្រួយណាប្រសាសន៍របស់គាត់ណាសូម្បីតែក្រសួងការបរទេសខ្មែរយើងនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានិយាយរួមប្រជាជនទូទាំងពិភពលោកគេដឹងគេស្គាល់គេឃើញថាថៃនេះឈ្លានពានបត់របងមកធ្វើផ្លូវនៅលើទឹកដីខ្មែរចុះហេតុអ្វីបានលោកអភិបាលខេត្តបាត់ដំបងលោកមានប្រសាសន៍ចឹងឬមួយលោកប្រកបចិត្តខ្លាំងពេកអត់ត្រូវទេណាបើសិនជាលោកប្រកបចិត្តរបៀបនេះគឺរដ្ឋាភិបាលប្រហែលជាមើលមកលោកថាលោកអក្រក់ហើយមិនថាល្អទេទី1ទី2បើមានមន្ត្រីរបៀបនេះឲ្យច្រើនបន្តិចខ្មែរយើងដឹងរលាយហើយបាទគេយកថាមិនយកបាត់ថាមិនបាត់រឿងអីមិនរលាយបើមិនរលាយគឺចម្លែកមតិមនុស្សចាស់នៃសមុទ្រគាត់ហួសចិត្តនឹងអភិបាលខេត្តណាចុះហេតុអ្វីបើរដ្ឋាភិបាលដាក់មនុស្សដែលប្រជាជនមិនពេញចិត្តតតែសោះនិយាយរបៀបនេះភូតភោកុហកបោកប្រាស់ដល់ប្រជាជនសម័យនេះដូចខ្ញុំបានជម្រាបតដាល់ថាបច្ចេកវិទ្យា Facebook មិនអាចលោកលាក់លៀមបានទេគេមានបងប្អូនជីដូនតាម៉ាកុងគេកូនចៅគេធ្វើការរស់នៅកន្លែងបណ្ដោយព្រំដែនដូច្នេះគេដឹងគេឃើញគេស្គាល់ថាអ្វីខុសអ្វីត្រូវអ្វីដែលថៃវាយកចុះហេតុអីលោកមានប្រសាសន៍អញ្ចឹងតើលោកឈាមចូលជាខ្មែរឬក៏អត់នេះបើតាមមតិមនុស្សចាស់នៃសមុទ្រគាត់ថាបើតាមមើលទៅណាសាច់ឈាមរបៀបនេះលោកនេះប្រហែលជាមិនមែនជាខ្មែរទេបើទៅនឹងចាស់គាត់ចោទថាអញ្ចឹងណាបើខ្មែរលោកដឹងហើយដឹងថាតើអ្វីដែលបាត់បង់អ្វីដែលមិនបាត់បង់ដូចខ្ញុំបានជម្រាបជូនខ្ញុំថាសូម្បីសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏លោកបានដែរក្រសួងការបរទេសក៏លោកបានដែរនិយាយថាគេឈ្លានពានគេយកចូលមកយកប្តីខ្មែរថ្កោលទោសទៀមទាណាលើកលែងតែលោកណាលោកមើលមិនឃើញឬក៏មួយលោកភ្នែកគេថាមនុស្សប្របាក់ណាបើខ្វាក់តែម្ដងអត់អីទេណាបើសិនណាជាភ្នែកភ្លឺធ្វើខ្វាក់ណាបើថាតាជាតែមកថ្លង់ធ្វើថ្លង់គឺប្របាក់មនុស្សណាมันដេកมันលក់ឲ្យធ្វើដេកលក់ពីបាមកមនុស្សដេកលក់របស់សំណុកដាស់ទេណាបើមនុស្សมันដេកมันលក់សោះឲ្យថ្មិចធ្វើលក់អាហ្នឹងគឺពិបាកដាស់ណាដាស់មិនឡើងទេអញ្ចឹងណាដូច្នេះមនុស្សចាស់នៃសមុទ្រស្កោលទោសលោកសុកលូហ្នឹងបាទសូមឲ្យរដ្ឋាភិបាលអាចផ្លាស់ប្ដូរណាលោកនឹងចេញព្រោះលោកនឹងមិនដឹងដីបាត់មិនបាត់ផងទៅឲ្យធ្វើកាន់នៅប្រទេសជាតិធ្វើម៉េចគេទៅណែដល់ចឹងគេស្កោលទោសហើយអត់ពេញចិត្តគ្រាន់តែលោកហ្នឹងណាអភិបាលខេត្តបាត់ដំបងនិយាយប៉ុណ្ណឹងគឺសន្លឹកឆ្នោតគណៈបព្វជិជនគឺធ្លាក់រលួយស្អុយដោយសារអំពើណាអំពើដែលលោកនឹងធ្វើភូតភរបោកប្រាស់វាហួសហេតុពេកអ្វីល្មមទឹកដីអត់បានទេគឺប្រតិកម្មខ្លាំងហើយណាបាត់បង់ព្រៃឈើមធ្យមទេណាវាខ្លាំងដែរក៏ប៉ុន្តែវាអាចដុះមកវិញបានណាចាដីតែបាត់ហើយដុះមកវិញបានណាគេយកបាត់ហើយឬមួយលោកខុបខិតជាមួយថៃហ្នឹងដើម្បីឲ្យគេយកដីអាហ្នឹងមនុស្សចាស់ឯនេះសមុទ្រគាត់មានប្រសាសន៍អញ្ចឹងណាសូម្បីតែខ្ញុំជាអ្នកនិយាយក៏ខ្ញុំមិនពេញចិត្តជាមួយលោកតតែសោះហើយ
ដែលលោកមានប្រសាសន៍របៀបនេះมันគួរណាលោកធ្វើមន្ត្រីរហូតដល់បានធ្វើអភិបាលខេត្តអញ្ចឹងទេប៉ុន្តែដាក់ឲ្យលុយបុកលុយប្រមាណទេនេះគ្មានតាមចំណេះវិជ្ជាចំណេះដឹងអីតតសោះហើយបើគេមានចំណេះវិជ្ជាចំណេះដឹងទូទៅគេដឹងថាអានេះបាត់បង់អានេះល្អអានេះក្រោយលោកអត់ដឹងតតសោះហើយអញ្ចឹងថាបើស្នេហ៍ជាយកមនុស្សរបៀបនេះមកធ្វើអភិបាលខេត្តទៀតណាខេត្តណាក៏ដោយណាប្រទេសខ្មែរយើងគឺរលាយសាប់សូន្យនៅពេលខាងមុខនេះជាក់ជាមិនខានណាដោយសារមន្ត្រីរបៀបនេះណាមន្ត្រីរបៀបនេះណាធ្វើឲ្យប្រជាជនលោកអត់ពេញចិត្តបាត់បង់ទឹកដីណាដល់អញ្ចឹងទៅអត់ទេអត់ពេញចិត្តតតសោះហើយដូច្នេះក្នុងនាមមនុស្សចាស់ឯនៃសមុទ្រដែលលោកបានឃើញបានដឹងព្រោះលោកក៏មានកូនក្មួយលោកនៅតាមបណ្ដោយព្រំដែនខេត្តបាត់ដំបងនេះដែរណែលោកដឹងថាបាត់បង់យ៉ាងម៉េចចាស់ស្ដាយបំផុតគឺក្រសួងការបរទេសខ្មែរយើងនេះរាល់ថ្ងៃហ្នឹងគឺថ្កោលទោសណាទៀមទាកុំអោយថៃវាឆ្លៀនពៀនកុំអោយវាដាក់កុងតឺន័រកុំអោយមកយកអដេញបលាលូសបដាក់នៅក្នុងព្រំដែនយកមករាល់ថ្ងៃបាត់បង់តែចំពោះលោកបកកុហកភូតភោបោកប្រាស់ប្រជាជនរបៀបនេះធ្វើគេក្តៅកាហាយទៅដល់រដ្ឋាភិបាលអញ្ចឹងថាអូមិនកូនអញ្ចឹងអាហ្នឹងគេថាអញ្ចឹងណាប្រហែលជាគេសម្ដៅទៅលើនាយករដ្ឋមន្ត្រីដែលប្រហែលជាមានអដេញធ្លាប់អដេញបោកប្រាស់ភូតភោដោយលោកអដេញអភិបាលខេត្តហ្នឹងអញ្ចឹងហ្នឹងបានលោកអភិបាលខេត្តហ្នឹងហ៊ានទៅធ្វើអញ្ចឹងតាមតែមេរបស់លោកប៉ុន្តែខ្ញុំជឿជាក់ថាមេរបស់លោកមិនដល់ថ្នាក់នឹងពេកទេបាត់ដឹងក៏បាត់ខ្លះហើយណាទោះបីថាហ៊ានទៀមទាប៉ុណ្ណាយើងអត់ដឹងទេប៉ុន្តែអាចថាបាត់គឺដឹងថាបាត់បងដឹងថាបងមិនមែនបាត់បងហើយថាមិនបាត់ទេនិយាយនេះនិយាយភូតពោខ្លាំងណាលោកបើអញ្ចឹងមតិមនុស្សចាស់អភិវឌ្ឍសូមថ្កោលទោសចំពោះលោកអភិបាលខេត្តហ្នឹងសូមឲ្យរដ្ឋាភិបាលហ្នឹងមើលផងហើយមិនតែចង្វាយខេត្តហ្នឹងទេមួយចង្វាយខេត្តដទៃទៀតណាដែលនិយាយខ្វះការពិតទុស្ពិតរិទ្ធធម៌សម្រាប់ប្រជាជនសូមកុំដាក់ដកចេញក៏វែងចោលណាកុំឲ្យនៅចង្រៃដល់ប្រទេសជាតិបាត់បង់ប្រទេសជាតិបាត់ទឹកដីនៅប្រទេសជាតិណាខ្ញុំគាត់ណាបងប្អូនមនុស្សចាស់ឯនេះសមុទ្រគាត់មានប្រសាសន៍អញ្ចឹងណាអញ្ចឹងខ្ញុំអត់មានអីទេគាត់និយាយជម្រាបជូនប៉ុណ្ណឹងទេហើយសូមបងប្អូនទាំងអស់ពិចារណាមើលចុះណាតើមនុស្សចាស់និយាយនេះខុសនឹងត្រូវបើសិននិយាយទៅខុសក៏វែងចោលចុះតែបើត្រូវសូមគ្រប់គ្រងថាម្នាក់មួយម៉ាត់ផងទៅដើម្បីឲ្យលោកចវាយខេត្តនឹងឲ្យបានលោកខ្ទាតចេញពីតំណែងកុំឲ្យនៅភូតភោបោកប្រាស់ដល់ប្រជាជនតទៅទៀតសូមអរគុណជំរាបលាបាទ